បាទសួស្តីជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះគឺខ្ញុំបាទមានចំណេះដឹងខ្លីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងsetting សេរីអក្សរនៅលើអេក្រង់របស់យើងចឹងពុកម៉ែបងប្អូនមើលទៅគឺអក្សរគឺតូចតូចមែនទែនបាទនៅលើកម្មវិធីបាទចឹងសូម្បីតែយើងចូលទៅក្នុងកម្មវិធីអីមួយក៏វាមានអក្សរតូចតូចដែរអញ្ចឹងខ្ញុំបង្ហាញនេះមួយបាទនៅក្នុងឆាតរបស់យើងគឺយើងមើលទៅអក្សរនៅលើកន្លែងឆាតនីមួយៗគឺវាតូចតូចមែនទែនមើលមិនសឹងឃើញហើយវាអត់មាន color ច្បាស់ទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកប្រាប់ពីរបៀបដាក់អក្សរនៅលើកម្មវិធីផ្សេងៗដើម្បីឲ្យមានអក្សរធំហើយមើលកាន់តែច្បាស់បាទអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នាបាទជាដំបូងគឺយើងធ្វើការចូលទៅក្នុង setting មកអញ្ចឹងយើងរក setting មកបាទនេះអញ្ចឹងទូរស័ព្ទពុកម៉ែបងប្អូនប្រកាសជាមាន setting ដូចខ្ញុំដែរប៉ុន្តែគាត់ថាវាមានរូបភាពខុសគ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនមើលកន្លែង setting មកបាទនេះកន្លែងនេះណាកន្លែងខ្ញុំគូនេះបាទហ្នឹងបាទពុកម៉ែបងប្អូនធ្វើការចុចលើវាមកការកំណត់ហ្នឹងបាទបន្តមកទៀតពុកម៉ែបងប្អូនធ្វើការអូសទៅក្រោមបាទអូសទៅក្រោមមួយមកបាទអូសទៅក្រោមហើយពុកម៉ែបងប្អូនធ្វើការមើលកន្លែងនេះចឹងសូម្បីតែអក្សរដែលយើងអានហ្នឹងក៏ចង់មើលមិនច្បាស់ដែរបងប្អូនបាទដោយសារវាតូចតូចហើយវាអត់មាន color ទេចឹងពុកម៉ែបងប្អូនធ្វើការមើលតាមវីដេអូនេះពុកម៉ែបងប្អូននឹងចេះទាំងអស់គ្នាបាទអញ្ចឹងសូមធ្វើការចុចទៅលើកម្មវិធីនេះមកដែលគេដាក់អក្សរថាការបង្ហាញនឹងពន្លឺបាទអញ្ចឹងពុកម៉ែបងប្អូនឃើញអញ្ចឹងគឺខ្ញុំធ្វើការកវីលើវាបាទឲ្យពុកម៉ែបងប្អូនមើលបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការ take លើវាមួយមកបាទបន្តមកទៀតវាមានមុខងារជាច្រើនណាបងប្អូនបាទវាមានកន្លែងថែវាមានកន្លែងនេះសម្រាប់ពន្លឺដែលចេះសម្របខ្លួនមានន័យថាពេលដែលយើងបើកបាទគឺវាបិទពន្លឺបើកពន្លឺខ្លួនឯងអញ្ចឹងយើងថាបើកវិញបាទយើងអត់បើកទេអាហ្នឹងយើងអត់ប្រើទេអញ្ចឹងយើងមកមើលការដាក់អក្សរឲ្យវាធំអញ្ចឹងយើងមើលនៅក្នុងនេះអក្សរតូចតូចមែនទេណាយើងមើលអត់សូវឃើញទេហើយក៏អត់ច្បាស់ដែរអញ្ចឹងពុកម៉ែបងប្អូនធ្វើការអូសមកបាទអូសក្រោយមកគេរកពាក្យថាអឺពុំអក្សរបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការនេះឃើញហ្នឹងកន្លែងខ្ញុំគូហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចលើវាមួយមកពោបាទនេះអញ្ចឹងអានេះខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនបាទនេះខ្ញុំបញ្ជាក់អក្សរអង់គ្លេសទី1នេះខាងមុខនេះវាគឺជាពុម្ពអក្សរតូចធំបាទអញ្ចឹងណាពេលតែពុកម៉ែបងប្អូនធ្វើការអូសមកខាងនេះមកបាទអញ្ចឹងពុកម៉ែបងប្អូនចង់ឲ្យអក្សរធំហើយកាន់តែច្បាស់ពុកម៉ែបងប្អូនអូសវិញមកបាទឃើញទេវានឹងឡើងអក្សរមកធំហើយមើលនេះតូចបន្ទាប់មកពេលយើងអូសវាមកដល់ចំណុចទី2ទី3គឺវាធំអញ្ចឹងពុកម៉ែបងប្អូនឆ្លាញ់អក្សរប៉ុណ្ណាគឺពុកម៉ែបងប្អូនធ្វើការយកកំណត់មកបាទអញ្ចឹងគឺខ្ញុំយកទី3ទៅបាទមកបានហើយបាទបន្តមកទៀតអញ្ចឹងវាអត់មាន color ច្បាស់ទេអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចលើនេះបាទដើម្បីឲ្យមាន color ច្បាស់ណាអញ្ចឹងពុកម៉ែបងប្អូនចុចអាហ្នឹងហើយបើកអាហ្នឹងហើយពុកម៉ែបងប្អូនធ្វើការអូស scroll ខាងក្រោមនេះយ៉ាងនេះមកបាទអូសអូសមកពុកម៉ែបងប្អូននឹងឃើញ color វាខ្មៅច្បាស់ដិតល្អហើយបាទអញ្ចឹងគឺយើងបើកឲ្យអស់មកហ្នឹងបាទអញ្ចឹងគឺរួចជាការស្រេចจากពុកម៉ែបងប្អូនបាទអញ្ចឹងសូមតបាទចុចទី3បន្តមកទៀតយើងធ្វើការថយវាអញ្ចឹងយកប៉ុណ្ណឹងបានណាចុចសញ្ញាមុខព្រួយនេះមកបាទព្រួយដើម្បីថយទៅវិញណាបាទឃើញនេះវានឹង load color មកកាន់តែច្បាស់ហើយដិតខ្មៅល្អបាទធ្វើការចុចថយទៀតបាទចុចថយទៀតនឹងចុចថយអស់មកបន្តមកទៀតពុកម៉ែបងប្អូនមើលទៅលើអេក្រង់របស់យើងគឺមានអក្សរនៃក្រដាស Facebook បាទ Google email ឬក៏កម្មវិធីផ្សេងៗគឺអក្សរច្បាស់ល្អហើយធំជាងមុនណាបន្តមកទៀតពុកម៉ែបងប្អូនធ្វើការចុចទៅមើលក្នុងឆាតរបស់យើងណាដែលយើងបង្ហាញមិញគឺ
ឆាតរបស់យើងគឺវាសតូចៗមែនទែនហើយអត់ច្បាស់ទេអញ្ចឹងយើងធ្វើការចុចទៅក្នុងឆាតហ្នឹងមកបាទអញ្ចឹងពុកម៉ែបងប្អូនមើលនេះពីមុននឹងឥឡូវគឺខុសគ្នាបាទអញ្ចឹងអានេះគឺវាមានអក្សរ dot បានល្អបាទអញ្ចឹងវាធំល្មមតែបើសិនជាពុកម៉ែបងប្អូនចង់ឲ្យបានអក្សរធំជាងហ្នឹងពុកម៉ែបងប្អូនបើកអស់មកបាទអញ្ចឹងយើងចូលទៅក្នុង setting របស់យើងមិញវិញមកបាទដើម្បីបើកឲ្យធំបន្ថែមទៀតណាបាទសូមខ្ញុំបញ្ជាក់ម្ដងមួយអញ្ចឹងពុកម៉ែបងប្អូនចុចលើការកំណត់នេះមកបាទការកំណត់នេះមកចុចលើវាមកបាទតទៅទៀតពុកម៉ែបងប្អូនចុចកន្លែងនេះបាទចុចលើវាមកជាស្រ័យបន្តមកទៀតពុកម៉ែបងប្អូនអូសមកខាងក្រោមហើយយើងមើលអក្សរនេះចឹងអក្សរហ្នឹងណាកន្លែងខ្ញុំកវាហ្នឹងបាទចុចលើវាមកបាទអូបន្ទាប់មកវាមានស្ទើមកអញ្ចឹងពុកម៉ែបងប្អូនថាបើកអស់មកទៅដើម្បីឲ្យវាធំបាទអញ្ចឹងគឺយើងប៉ុណ្ណឹងបាទអញ្ចឹងយើងបើកអស់ហ្មងបាទចឹងឲ្យវាមើលទៅឃើញធំស្អាតចឹងតទៅទៀតយើងថយអស់មកបាទបាទអញ្ចឹងគឺនៅក្នុងទូរស័ព្ទរបស់យើងគឺអក្សរវាធំជាងមុនហ្នឹងហើយវាច្បាស់ល្អមែនទេបាទបងប្អូនមកសម្រាប់ពុកម៉ែអ៊ំយាយតាគាត់ភ្នែកងងឹតអីបាទអញ្ចឹងអាចធ្វើវីដេអូនេះគឺឃើញអក្សរកាន់តែធំកាន់តែច្បាស់បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនសូមកុំភ្លេចចុច Subscribe Like Share Comment បាទបងប្អូនដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំផងដែរបាទសូមអរគុណសូមគោរពលាបាទ